miền ôn mẹ mình đang ôn xây của ôn pro hết xuôi tha lục ta ta ca slap nắng ai bình chọc bành hạ bàn tề anh biết ban chỉ vật nó việc bị chọc từ bờ bành hạ bên nơi tên tài đó con trai của xã bông ôn dùng sau bọc luôn đời xa sọc đái á chân dương bằng rừng smart đấy dương chu bị phía xa chỉ mũi bong ôn mất phe na để tục chặt á xong dụ bò kê hết rừng đỏ sai tịnh mà đong tam sự mặt tập hiệp để dương miến á bị pro bởi dương dùng sao bọc luôn tới cô với đó sẽ em chạy như này lấy từ mà chùm hiền mà đòn đó tam tầm nà và rạp khi tam tròn nhóm miền lạc tập hiệp bản năng nhóm phẳng to tự tiết nhóm nơi tại châu mục đó sẽ ấy nâng hai miền ốc ca sầm rạ khá bờ mình sầm rạ than phiệp lấy chất nâng càng là thôn ngô nhằm hạt pran vì thà cùng oi stụ cùng oi tuân từng cái tuân từng chất cùng oi nơi không bật tục ọc mầm mốc ọt từ na ọt khơi và lư ngày ọt miền chào trên châu nó về thừa oi chất nó về đà pa trên một khéo ba nâng và lư ngày từ không thò mình chiết đỏ đằng hơm bị phía xa an sự phơi đập thò đôi thả oi về lục liên tích còn oi stu hay chặt để đôi ta bạn tắc chặt nó về chết bật tiên dương oi stu ở đâu dương thừa ấy về hay bây dương tuân tam vía nâng từ à chân dương slap tới với mình hướng ấy nó việc sao tục cái mua mình lọ hướng hẹo sau đai kê mua đo cầm cua xa tới tiệt chẳng khổ cho là tới mục tiệt tìm đòn xôm dụ bao cái xôm mạng nó cua bị kê hay dương kết thà chú liếng với cung ta luật tới về mình chú là hồ tề ngày về mình đã là hồ để với cùng tầm miền về lịch từ chẳng những chi hiểm rồi hồ đào thì cái đây tục nó về sao tìm đồng tới dương có thoát rồi luật bị chất trong sầm lạp luôn là ngày miền Âu Sài mình nè này quật xua thà không có ná cũng buông là smok smá nhá kết bị hưởng là ná quật nó vừa sầm máy chờn quật trong khai thôi chỉ mà cha hang nôm cake phòn trong khai chia mà cha sầm ăn cá phòn hà lỡ quật riêng là Kizini trong khai chỉ vi sợ co Kizini nó phòn hay có miềnสมรรถเพียบដើម្បីឲ្យបានសម្រេចសេចក្តីសម័យនឹងទាំងអស់ទេមិនសូវធូរធារអញ្ចឹងឲ្យជួយបំភ្លឺផងអានោះដល់ពេលខ្លួនយើងមួយហើយយើងបើកផ្លូវ3ហើយវាមិនវិញបន់ហើយហ្នឹងក្នុងជីវិតនេះកុំឲ្យចាប់នេះចាប់នោះអត់ប្រកបណាមួយអានឹងគ្រោះថ្នាក់ដួលទាំងអស់អញ្ចឹងបើស្រឡាញ់ចូលចិត្តណាមួយទៅផ្លូវមួយហ្នឹងកុំលូបចង់ឲ្យផែនដីមួយទាំងមូលខ្លួនឯងឥឡូវហ្នឹងយើងអត់ទាន់មានសមត្ថភាពធ្វើទាំងអស់ហ្នឹងទេធ្វើអាណាមួយឲ្យប្រកបពជាឲ្យបានជោគជ័យចាំទៅមួយទៀតប្រគល់អាការងារហ្នឹងឲ្យអ្នកណាអ្នកគ្រប់គ្រងទៅយើងទៅមើលអភិវឌ្ឍអាមួយទៀតឲ្យបានរឹងប៉ឹងទៅហើយចង់ពង្រីកប្រមាណពង្រីកទៅប៉ុន្តែឥឡូវនេះ
ឲ្យប្រកបបជាហើយសម័យពេលតាយចង់ច្រើនផ្លូវពេកអាហ្នឹងវិលខួរយើងឯងវិលខួរក្បាលយើងឯងអត់បានសម្រេចជោគជ័យហើយអស់កម្លាំងទៅមុខលេងរួចចាស់អញ្ចឹងកំណត់គោលដៅជីវិតហ្នឹងកុំឲ្យវាច្រើនហួសពីសមត្ថភាពដែលយើងធ្វើបានបើកំណត់ចាស់ប៉ុណ្ណាធ្វើមួយម្ដងឲ្យប្រកបបជាឲ្យបានជាសាច់ការសិនចាំទៅមួយទៀតកុំឲ្យលំខ្លុងទៅដួលទាំងអស់អាហ្នឹងបើនិយាយពីស្ទូងស្រូវវិញអ្នកខ្លះចាប់ជប់អូលឿនណាស់ប៉ុន្តែចេញតែពីស្រែទៅអាលឿងគុំស្រូវនឹងអស់អាលីងពីព្រោះវាអត់ដោតអីចូលក្នុងអាចបណ្ណាហ្នឹងស្រែហ្នឹងឲ្យជ្រៅអីដែតស្ពុលវិញមកអាហ្នឹងអត់បានជាសាច់ការអីទេការងារមិនប្រកបបជាអញ្ចឹងចាប់មួយណាឲ្យប្រកបមួយនឹងឲ្យបានសម្រេចឲ្យបានជោគជ័យចាំទៅមួយទៀតហើយចង់បើក business ប្រមាថបើកទៅប៉ុន្តែធ្វើមួយម្ដងកុំឲ្យខ្លួនឯងមិនទាន់រឹងផងចេះតែលោតតាមគេវាដួលទាំងអស់ចឹងទៅហ្នឹងជើញញាតិញោមមករៀនអវាទពុទ្ធខ្លីៗក្នុងសភៅសាសនសុភិសិទ្ធកាលពីក្មេងអាត្មាចូលចិត្តអាននៅក្នុងអបមាទវៈនិយាយពីសេចក្តីមិនប្រមាទព្រះអង្គសម្ដែងថាអបមាទោអមតាំងបទាំងសេចក្តីមិនប្រមាទជាផ្លូវមិនស្លាប់មកគូហ្នឹងប្រមាទោមច្ចុណោបទាំងសេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់អញ្ចឹងបើយើងនិយាយក្នុងន័យសាមញ្ញបើឧទាហរណ៍ចាយើងជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពយើងបើកឡានអត់ពាក់ខ្សែក្រវ៉ាត់យើងតភ្លើងអត់មានពាក់ស្រោមដៃស្រោមជើងអីត្រឹមត្រូវដោយគិតថាអញបកែដល់ចុងក្រោយអាចឆក់ស្លាប់ទៅឬក៏គ្រោះថ្នាក់ដួលបែកក្បាលស្លាប់ភ្លាមទៅអាហ្នឹងសេចក្តីប្រមាទធ្វើប្រហែសក្នុងកិច្ចការងារប្រចាំថ្ងៃសេចក្តីប្រមាទរៀងជ្រៅទៅប្រមាទក្នុងវ័យអើយអញដូចមិនទាន់ដល់ពេលត្រូវគិតរឿងបុណ្យរឿងទានអីទេចាំចាស់បន្តិចទៅសេចក្តីប្រមាទថាអូអញសុខភាពល្អទេមិនអីទេអញ្ចឹងដូចថាធ្វើប្រហែសក្នុងការបំពេញបុណ្យនៅប្រមាទទៅលើអកុសលបន្តិចបន្តួចហ្នឹងមិនអីជេរវាមកប្រើសិនណាដាក់វាសិនទៅអញ្ចឹងចេះបដោយចិត្តណាអញ្ចឹងអាប្រមាទលើកិលេសហ្នឹងមិនស្រួលទេវាយូរទៅវាមានកម្លាំងវាមកលួចប្លន់សេចក្តីសុខកុសលធម៌ពីចិត្តរបស់យើងទៅខឹងគេបន្តិចចំណែនគេបន្តិចស្អប់គេបន្តិចគុំគេបន្តិចរវើរវាយបន្តិចគិតច្រើនបន្តិចយូរបន្តិចទៅវាលួចយកកុសលធម៌សេចក្តីសុខពីចិត្តយើងអស់ទៅអញ្ចឹងបានព្រះអង្គមិនឲ្យមានសេចក្តីប្រមាទទេមកចំណុចទៀតនេះព្រះអង្គសម្ដែងថាអបមាទទាំងចមេធាវីធនាំងសេដ្ឋังវរកតិអ្នកប្រាជ្ញតែងរក្សាសេចក្តីមិនប្រមាទដូចគេរក្សាទ្រព្យដ៏ប្រសើរបំផុតអញ្ចឹងយើងមានសតិជាប្រចាំសតិតាមដានសកម្មភាពកាយវាចាចិត្តរបស់យើងហ្នឹងកុំឲ្យភ្លឹកភ្លាំងទៅរៀងមីងមាំងសេសើមនុស្សខ្វះសតិខ្វះស្មារតីហ្នឹងរៀងភ្លឹកហើយយូរទៅកើតទៅជាជំងឺផ្លូវចិត្តដែរអញ្ចឹងចាំបាច់ត្រូវមានសតិគ្រប់គ្រងសកម្មភាពគ្រប់គ្រងចិត្តជាប្រចាំល្អមិនល្អយើងមានសតិហ្នឹងតាមដានជាប៉ូលីសសង្កេតមើលបើសិនជាចិត្តហ្នឹងវាដើរក្នុងផ្លូវត្រូវយើងជួយហើយបើដើរក្នុងផ្លូវខុសយើងជួយទាញវាត្រឡប់មកវិញដូចអារម្មណ៍មកជួបជាមួយកាលយានមិត្តសប្រមចារីអីចឹងទៅអញ្ចឹងយើង
រៀនរក្សាចិត្តរបស់យើងដោយសេចក្តីមិនប្រមាទជាញាតិញោមសិក្សាអវាទពុទ្ធខ្លីៗក្នុងសភៅសាសនសុភាសិតនេះដល់វគ្គនិយាយពីសេចក្តីក្រោធកោដ្ឋវៈព្រះអង្គសម្ដែងថាកោធោចិត្តតបកោបណូមានន័យថាសេចក្តីក្រោធធ្វើឲ្យចិត្តហ្នឹងកម្រើកកោធោហ្នឹងប្រែថាក្រោធកោបណូហ្នឹងវាកម្រើកពេលណាយើងខឹងយើងជើបជួលយើងជួលច្បល់យើងញ័រដៃញ័រជើងបើនៅក្នុងក្បួនពេទ្យញ័រទាំងបេះដូងឈាមរត់នឹងក៏មិនល្អដែរហើយអ្នកនឹងអាចប្រឈមមុខនឹងជំងឺកាំងបេះដូងឬក៏ដាច់សរសៃឈាមខួរក្បាលទៀតក៏មានដែរមិនមែនឲ្យតែចិត្តកម្រើកទេសូម្បីកាយក៏កម្រើកដែរបើយើងនៅក្រោមឥទ្ធិពលរបស់កំហឹងខូចការធ្វើឲ្យប៉ះពាល់សេចក្តីសុខផ្ទាល់ខ្លួនផងប៉ះពាល់ដល់អ្នកដទៃនៅក្បែរខ្លួនផងមួយទៀតនេះព្រះអង្គសម្ដែងថាអន្ធតមੰតទាហោតិយ៉ាងកោធោសហតេនរាំងប្រែមកវិញថាសេចក្តីក្រោធគ្របសង្កត់អ្នករជនក្នុងកាលណាងងឹតរមែងមានក្នុងកាលនោះអញ្ចឹងពេលយើងខឹងយើងគិតអត់សូវបានវែងឆ្ងាយទេគិតខ្លីហើយច្រើនប្រើហិង្សាជាពាក្យសម្ដីកាយវិការវាយទាត់ធាក់គ្នាបាញ់បោះទៅចូលគុកចូលច្រវាក់ទៅអញ្ចឹងយើងគួរពិចារណាកុំឲ្យកំហឹងហ្នឹងវាមានអតិពលខ្លាំងពេកមកលើជីវិតយើងជីវិតធិជនហ្នឹងវានៅហើយប៉ះពាល់អារម្មណ៍មិនជាទីពេញចិត្តនាំឲ្យកើតទោសៈជាពេលណាកើតទោសៈកំណត់ដឹងថាអូចិត្តអញខឹងណាស់ទោសៈហ្នឹងខ្មោចតាអញ្ចឹងយើងអត់យកវាជាមិត្តភក្តិវាមកយើងមានសតិជារបងមានបញ្ញាជាអ្នកយាមផ្លូវយើងកំណត់ដឹងសតិកំណត់ដឹងថាអូកំហឹងកើតឡើងបញ្ញាមកពន្យល់អើយកំខឹងអីមនុស្សនឹងតែអញ្ចឹងអើយខឹងទៅវាពិបាកតែខ្លួនឯងហ្នឹងហើយអញ្ចឹងយើងមិនយកកំហឹងហ្នឹងមកអោបនឹងខ្លួនយើងទេហើយក៏យើងយល់តាមសភាវៈធម្មជាតិទេយើងមិនខឹងខ្លាំងទេមនុស្សហ្នឹងឧបនិស្ស័យមកអញ្ចឹងនិយាយស្ដីបដៅថានៅតែថាប៉ុន្តែมันមានកំហឹងជាប់ទៅជាមួយទេបើមានកំហឹងជាប់ទៅជាមួយក៏ឆាប់ផ្លាស់ប្ដូរដែរនេះព្រះអង្គសម្ដែងមួយទៀតថាកោធោទុមេធៈគោចរោសេចក្តីក្រោធជាគោចររបស់មនុស្សល្ងងអានេះខ្មែរយើងចូលចិត្តប្រើពាក្យមួយថាម៉ូបាំងមនុស្សល្ងងនោះចូលចិត្តលមងលម៉ាំងឆុងឆាំងជេរវាយទាត់ធាក់ផឹកស៊ីឆ្លោះប្តីឆ្លោះប្រពន្ធវាយកូនវាយចៅអានឹងថាមនុស្សល្ងងនោះចូលចិត្តប្រើអំពើហិង្សាចឹងព្រះអង្គប្រើពាក្យនៅក្នុងបត្រៃបិដកថាជាទីគោចរមានន័យថាមនុស្សក្រោតនឹងចូលចិត្តធ្វើអញ្ចឹងមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាទោសោកោដ្ឋសមុទ្ឋានោទោសមានសេចក្តីក្រោធជាសមុទ្ឋានទោសកំហុសទាំងកាយវាចាចិត្តរហូតអ្នកខ្លះជាប់គុកជាប់ច្រវាក់ហ្នឹងដោយសារមានសេចក្តីក្រោធហ្នឹងជាហេតុសមុទ្ឋានហ្នឹងប្រែថាជាហេតុដូចថាយើងខឹងមកផ្លែតអញ្ចឹងយកកំភ្លើងបាញ់ទូងយកកបិតកាប់គ្នាឬក៏ពេលខ្លះខឹងគេវ៉ាឡានអញ្ចឹងបុកឯងពីក្រោយអីចឹងទៅមកគ្រោះថ្នាក់ស្លាប់មនុស្សឬក៏ជាប់គុកជាប់ច្រវាក់អញ្ចឹងទៅទៀតក៏មានដែរទីព្រះអង្គសម្ដែងមួយទៀតកោធាំងខេតថ្វាសុខੰសេតិតែសម្រាប់សេចក្តីក្រោធបានទើបនៅជាសុខ
តែយើងរៀនមានខន្តីមានអត់ធន់មានការអត់ឱនយោគយល់មានបញ្ញាអញ្ចឹងមិនមែនន័យថាអត់តប៉ុន្តែខាងក្នុងក្តៅអាហ្នឹងមិនឈ្មោះថាមានខន្តីទេអ្នកនឹងបង្ក្រាបខន្តីនឹងនៅខាងក្នុងតាមរយៈប្រធរតាមរយៈសតិបញ្ញាស្មារតីបើទោះជាមានរឿងអីកើតឡើងខាងក្រៅក៏វាអត់រំជើបរំជួលដែរដូចដបោកអញ្ចឹងដូចភ្នំថ្មតាន់អញ្ចឹងទោះជាខ្យល់ព្យុះក៏វាអត់អង្គើដែរយ៉ាងណាចិត្តរបស់យើងហ្នឹងជាពិសេសដូចព្រះអរហន្តដែលលោកអស់នៅកិលេសរំជើបរំជួលទៅអត់ទៅកើតទុកនឹងរឿងខាងក្រៅនឹងដោយសារគេជេរដោយសារគេមិនគោរពអីនាំឲ្យកើតទុកអត់ទេពីព្រោះលោកអស់គ្រឿងទាស់នៅខាងក្នុងចិត្តហើយអនុមោទនាជ័យញាតិញោមសិក្សាពុទ្ធវត្តខ្លីៗក្នុងសភៅសាសនសុភាសិតចំណុចមួយព្រះអង្គសម្ដែងថាខន្តិហិតសុខាវហាសេចក្តីអត់ធន់ជាគុណជាតិនាំមកនៅប្រយោជន៍និងសេចក្តីសុខដូចថាយើងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់កំហឹងយើងអាចគ្រប់គ្រងចិត្តយើងបានយើងមិនយកកាយមិនយកវាចារបស់យើងនឹងទៅបំរើកំហឹងនិយាយជេរបតិចផ្ដាសាវាយទាត់ធាក់អីអញ្ចឹងមានរឿងអីក្នុងជីវិតយើងទប់ទល់បានយើងយកមកពិចារណាសិនមុននឹងសម្រេចចិត្តអញ្ចឹងយើងខ្លាចទៅជាមនុស្សរឹងប៉ឹងជាអ្នកដែលមានគុណសម្បត្តិអាចជាទីពឹងរបស់គេអាចជាអ្នកដឹកនាំរបស់គេអញ្ចឹងបាននៅប្រយោជន៍ហើយនឹងសេចក្តីសុខអត់មានវិបត្តិនៅថ្ងៃក្រោយទេមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាពិយោទេវមនុស្សសានំមនីបោហោតិខន្តិកោពិយោប្រែថាជាទីពេញចិត្តទេវមនុស្សសានំនៃមនុស្សនិងទេវតាទាំងឡាយអ្នកមានខន្តីអ្នកមានសេចក្តីអត់ធន់ជាទីស្រឡាញ់ពេញចិត្តនៃទេវតានិងមនុស្សទាំងឡាយអញ្ចឹងយើងនៅក្បែរអ្នកដែលរឹងប៉ឹងផ្លូវចិត្តហ្នឹងយើងដូចថាវាតិចមនុស្សហ្នឹងជាមនុស្សដើមឈើមានមលុបជាមនុស្សដែលមិនមុងម៉ាំងឈុងឆាំងនាំរឿងក្តៅក្រហាយអុជយើងឲ្យឆេះទេជាងអ្នកដែលនៅក្បែរហ្នឹងក៏បានតិចគួរជាទីគោរពគួរជាទីស្រឡាញ់ហើយមិនមែនតែមនុស្សទេសូម្បីតែទេវតាមិនថាទេវតាទេសូម្បីតែសត្វដេរិឆានក៏វាស្រឡាញ់អ្នកដែលចេះស្រឡាញ់វាដែរជាអ្នកដែលមានមេត្តាករុណាហ្នឹងអ្នកដែលឲ្យបាយទឹកឲ្យអីវារាល់ថ្ងៃហ្នឹងវាស្រឡាញ់ហើយវាជាពិសេសសត្វសុនក់ហ្នឹងវាស្មោះត្រង់នឹងម្ចាស់វាខ្លាំងអញ្ចឹងយើងរក្សាចិត្តឲ្យមានខន្តីច្រើនកុំសូវឲ្យកំហឹងហ្នឹងវាមកសន្ធិដ្ឋនៅក្នុងចិត្តយើងច្រើនពេកអនុមោទនាមានប្អូនស្រីម្នាក់សួរថាខ្ញុំកណាកើតមកមិនសហើយក្រទៀតហើយពេលខ្លះគេដៀលថាគេខ្ពើមតើឲ្យកណានឹងគួរធ្វើចិត្តដូចម្ដេចទៅអានឹងបើនិយាយពីផលកម្មឧទាហរណ៍ថាអ្នកណាធ្លាប់ចិត្តខាងក្រោតមួម៉ៅញ៉ាវញ៉ាវច្រើនកើតមកជាតិនឹងមុខមិនស្អាតទេកញើសម្រស់មិនសូវបានទេដោយឧបនិស្ស័យខាងក្រោតច្រើនហ្នឹងឯងអញ្ចឹងបើចង់បានរូបសម្បត្តិស្អាតតែមានចិត្តមេត្តាចិត្តត្រជាក់ហើយចេះចែកទានចេះបោសសម្អាតហើយនឹងជូនសម្លៀកបំពាក់ជូនម្ដាយឪពុកឬក៏
ទុំឬក៏គេជីវដល់ប្រសង់អីចឹងទៅជាឧបនិស្ស័យនៃការមានរូបស្អាតប៉ុន្តែឥឡូវវាជាផលនៃកម្មចាស់យើងទៅប្រកែកប៉ុណ្ណាំងមិនក៏វាមិនបានដែរយ៉ាងច្រើនយើងអាចកែកុនអីខ្លះប៉ុណ្ណឹងកែកុនពេកក៏គ្រោះថ្នាក់ដល់សុខភាពយើងទៅទៀតក៏មានដែរឥឡូវរឿងគេគិតយ៉ាងណាគេថាយ៉ាងណាអានឹងនៅលើគេចោះបើយើងពឹងប្រែងរក្សាកាយវាចាចិត្តនឹងឲ្យបានស្អាតនៅក្នុងធម៌បើនិយាយពីមនុស្សស្អាតពុទ្ធព្រះអង្គឲ្យតម្លៃទៅលើការរៀបចំអេរយាបថផ្លូវកាយនឹងមិនប៉ះពាល់ដល់អ្នកដទៃមិនមុងម៉ាំងឈុងឆាំងចងេងចងាងអានឹងស្អាតដោយកាយឯងមិនទៅលួចមិនទៅសម្លាប់មិនទៅបៀតបៀនកូនប្រពន្ធគេមិនសំដៅទៅលើរូបសម្ផស្សស្អាតលៀបលូនអីនឹងប្រមាណទេពីព្រោះគុណតម្លៃពិតនៅខាងក្នុងនេះជាសន្តានចិត្តល្អជាចរិយាធម៌ជាសិលធម៌នេះអញ្ចឹងស្អាតដោយកាយគឺមិនសំដៅទៅលើមុខស្អាតរូបសង្ហាទេសំដៅទៅលើកាយវិការសកម្មភាពផ្លូវកាយនឹងមិនប៉ះពាល់មិនបៀតបៀនដល់អ្នកដទៃអានឹងបានឈ្មោះថាស្អាតមែនតែនបើឧទាហរណ៍ថាស្អាតកាយសង្ហាវណ្ដើបោកគេដើរប្លន់គេអានឹងវាអត់មានន័យអីទេនឹងស្អាតដោយកាយស្អាតដោយវាចាមិនមែនធ្វើតែថ្មិញឲ្យស្អាតឲ្យសឲ្យភ្លឺឈ្មោះថាស្អាតវាចាទេគឺនិយាយពាក្យពិតពាក្យល្អពាក្យមានប្រយោជន៍និយាយពង្រួមនិយាយឲ្យគេបានសុខមិនប្រើពាក្យតគោះបោះបោកទេទុនព្រុនផ្អែមល្ហែមនៅក្នុងធម៌លោកហៅដូចថាភាសាខកលោកហៅភរុសវាចាភាសាបថៅអញ្ចឹងដូរមកវិញព្រះអង្គប្រើពាក្យថាមធុវាចាដូចថាទឹកឃ្មុំពុភវាចាផ្កាមិនមែនផ្អែមតាមាត់ហើយចិត្តក៏អត់ទេក្នុងន័យនេះគឺថាចិត្តក៏ល្អសម្ដីសម្ដៅនឹងក៏ទន់ភ្លន់ហើយស្អាតចិត្តអានឹងមិនចំណែនមិននិន្ទាមិនឈ្នាននេះមិនគុំមិនគួនអីទេស្រស់ស្រាយសប្បាយត្រេកអរឃើញអ្នកដទៃជួយគេពិបាកក៏ជួយទៅអានឹងស្អាតមែនតើណាហើយតែស្អាតកាយវិចារចិត្តហ្នឹងយើងសប្បាយចិត្តហើយសប្បាយចិត្តហ្នឹងឧបត្ថម្ភឲ្យរាងកាយហ្នឹងក៏រឹងប៉ឹងក៏ស្រស់ស្រាយដែរហើយផលកម្មមកយើងមានរូបសម្បត្តិប៉ុណ្ណាហ្នឹងយើងធ្វើមិនចេះតាមដំណើរហ្នឹងកែកុនបានខ្លះក៏កែទៅហើយប្រឹងសាងចិត្តវិចារកាយនឹងឲ្យបានល្អទៅយើងសប្បាយទាំងក្នុងបច្ចុប្បន្នសប្បាយទាំងក្នុងលោកខាងមុខហើយជាទីបញ្ចប់ទៅយើងមានឧបនិស្ស័យដុសខាត់សម្អាតចិត្តឲ្យស្អាតទៅលែងកើតទុកនឹងអ្នកណាថាអីថាអីក៏ស្រេចទៅគេតែអានឹងយើងធ្វើមិនខាត់គេមិនបានទេអនុមោទនាអ្នកខ្លះទៅជួបរឿងពីមួយចូលមួយរស៊ីខាតផងពុនលេងផងកូនឈឺផងគ្រោះថ្នាក់ចរាចរណ៍អីផងឧទាហរណ៍យ៉ាងហ្នឹងគេហៅអូយកម្មក្រាស់ដល់ហើយដែលវាមានន័យទៅជួបរឿងមិនល្អច្រើនតគ្នាចឹងហើយបើនិយាយពាក្យថាកម្មប្រែថាអំពើវាមានពីរវាខ្មែរគេចិត្តច្រឡំថាឲ្យតែពាក្យឮថាកម្មស្អាតខកមែនទេកម្មវាមានកុសលកម្មអំពើល្អនិងអកុសលកម្មអំពើខកបើឧទាហរណ៍ថាអ្នកនឹងធ្លាប់ធ្វើមិនល្អច្រើនធ្លាប់បែកបាក់ជេរបន្តិចដាសាមិនចាំម៉ែចាំឪកាប់កេងគេអញ្ចឹងទៅវាផ្ដល់ផលមកវិញវាជន់គ្នាជួបរឿងមិនល្អច្រើនអញ្ចឹងតែអាហ្នឹងគេហៅកម្មក្រាស់ប៉ុន្តែវាមានអ្នកកម្មក្រាស់ដោយកុសលទៅក៏មានដែរអូចេះតែសុខចេះចម្រើនរកស៊ីចេះតែបានចេះតែមានជួបមនុស្សក៏ចេះតែល្អអញ្ចឹងកូនក៏ប្រកបដោយធម៌អញ្ចឹងអាហ្នឹងក្រាស់ដោយកុសលអញ្ចឹងតែពេលពីណាអ្នកឲ្យលទ្ធផលមកយើងគឺអំពើដែលយើងបានធ្វើនឹងឯងជាអ្នកផ្ដល់ផលមកឲ្យយើងអញ្ចឹងបើយើងជួបហើយយើងប្រឹងដោះស្រាយទៅយើងកុំ
អង្គុយប្រៀបធៀបជាមួយគេថាអើយគេដូចជាធូអញដូចវេទនាម្លេះអីគួរអភ័ព្វម្លេះយើងធ្វើម៉េចឲ្យដូចគ្នាបើយើងសំឬគល់ហ្នឹងវាខុសគ្នាឧទាហរណ៍ថាយើងដាំដើមស្វាយហើយយើងចង់សង្ឃឹមថាបានផ្លែដូងវាអត់បានទេប៉ុន្តែយើងអាចព្យាយាមដាំផ្លែដូងឥឡូវទៅដើម្បីបានផ្លែដូង4-10 ឆ្នាំ4-5 ឆ្នាំទៀតយ៉ាងណាបើថាវាជួបរឿងមិនល្អច្រើនក្នុងជីវិតហ្នឹងយូរកាលគ្នាធ្វើល្អណាប៉ុន្តែជួបតែរឿងអកុសលអញ្ចឹងទៅហើយយើងចេះចោតប្រការណោខ្ញុំធ្វើល្អណាមិនក៏ជួបរឿងមិនល្អវាមិនមែនធ្វើល្អឲ្យស្រាប់តែបានផលមកមិនល្អអញ្ចឹងឯងអកុសលពីមុនមកវាផ្ដល់រឿងមិនល្អមកដល់យើងបច្ចុប្បន្នហើយកុសលដែលយើងធ្វើអំពើល្អដែលយើងធ្វើឥឡូវហ្នឹងវាមិនទាន់មានពេលឲ្យផលវាឧបមាដូចជាយើងយកស្រូវទៅព្រោះក្នុងស្រែថ្ងៃហ្នឹងយើងមិនអាចទៅច្រូតកាត់ថ្ងៃស្អែកបានវារកពេលវេលាណាមួយវានឹងឲ្យផលហើយអញ្ចឹងផឹងប្រែងដោះស្រាយនៅតែមានជំនឿនៅតែមានសេចក្តីសង្ឃឹមថាយើងអាចផឹងប្រែងធ្វើអំពើល្អសាងគុណធម៌ផឹងប្រែងចាប់ពីថ្ងៃនេះទីយើងនឹងអាចបានលទ្ធផលល្អនៅថ្ងៃអនាគតអញ្ចឹងបើកម្មក្រាស់ក៏ក្រាស់ចុះប៉ុន្តែក្រាស់ដោយកុសលបើក្រាស់ដោយអកុសលពីអតីតឲ្យវាឈូសបដាឲ្យប្រើសាងឲ្យក្រាស់ដោយកុសលបន្តទៅមុខទៀតជាញាតិញោមសិក្សាពុទ្ធឱវាទខ្លីៗក្នុងសភៅសាសនាសុភិសិទ្ធនេះនិយាយពីសេចក្តីក្រោធនេះព្រះអង្គសម្ដែងថាកោធនោទុបបណោហោតេអ្នកក្រោធជាអ្នកមានសម្បុរអាក្រក់កោធនោសេចក្តីក្រោធទុប្រែថាអាក្រក់វណ្ណៈទុបវណ្ណៈប្រែថាពណ៌សម្បុរអាក្រក់នឹងយើងខឹងទៅមុខកញ៉េកញើមុខជ្រួញមុខក្រហមហើយបច្ចុប្បន្នមុខអាក្រក់ទៅមុខទៀតក្នុងធម៌និយាយពីកម្មនាំឲ្យកើតមកអត់ស្អាតគេអត់ចូលចិត្តអត់ស្រស់ឲ្យមុខនឹងដូចក្រូចសើចចឹងនឹងអ្នកដែលសំខឹងច្រើននាំឲ្យរូបអាក្រក់មកចំណុចទៀតនេះព្រះអង្គសម្ដែងថាទុក្ខំសយតិកោធនោសយតិភេទថាដេកទុក្ខំបជាទុក្ខអញ្ចឹងអ្នកក្រោតនឹងតែងដេកជាទុក្ខទាំងដេកទាំងដើរទាំងឈរទាំងអង្គុយហ្នឹងប៉ុន្តែក្នុងកន្លែងហ្នឹងព្រះអង្គសម្ដែងដេកវាមិនសុខវាមួវាម៉ៅវាចេះតែគិតខឹងគុំចង់ធ្វើម៉េចឲ្យគេក្តៅប៉ុន្តែមុនខ្លួនឯងហ្នឹងក្តៅមុនគេហើយនេះព្រះអង្គសម្ដែងថាកោតធាំងខេតហ្វាអ្នកសោចិត្តៈសម្រាប់សេចក្តីក្រោតបានមិនមានសេចក្តីសោកជាខាងក្រោយទេមិនធ្វើកំហុសមិនជ្រុលជ្រួសពាក្យសម្ដីមិនធ្វើអីដែលបំរើកំហឹងនាំឲ្យមានទោសជាប់គុកជាប់ច្បាក់អញ្ចឹងអាត្មាធ្លាប់ជួបញាតិញោមខ្លះដែលគាត់ខឹងទៅវាយមុងម៉ាំងភុងផាំងចុងក្រោយគេដកសាក់ចេញពីស្មាហើយជាប់គុកជាប់ច្បាក់កូនប្រពន្ធនេះធ្លាក់ខ្លួនអត់មានអ្នកជំហរក្នុងគ្រួសារនឹងដោយសារកំហឹងវាធ្វើឲ្យមានសេចក្តីសោកអញ្ចឹងនេះព្រះអង្គសម្ដែងថាកោធៈសម្មតៈសម្មតោអាយសខាំងនិកេជតិព្រះអង្គថាអ្នកស្រវឹងសុបដោយសេចក្តីក្រោធតែងដល់នៅភាពជាអ្នកឥតយុសៈចងេងចងាងនិយាយអត់ដឹងក្បាលដឹងកន្ទុយអត់ចេះគោរពគេអត់ចេះគោរពឯងអាហ្នឹងវាអាប់យុសអត់មានគេស្រឡាញ់គេចូលចិត្តទេកិត្តិយសគេឈ្មោះទៅណាក៏មិនល្អដែរអញ្ចឹងយើងព្យាយាមគ្របសង្កត់រក្សាកាយវាចាឲ្យបានល្អតាមរយៈមានខន្តីគ្រប់គ្រងចិត្តរបស់យើងនេះព្រះអង្គសម្ដែងថាបច្ឆាសោវិកតេកោធេអគាំងតេធោវតបតេខាងក្រោយពេលសេចក្តីក្រោធនឹងរលត់បាត់ទៅអ្នកក្រោធនោះរមែងក្តៅក្រហាយដូចត្រូវភ្លើងឆេះអញ្ចឹងដំបងឡើយដូចឆ្ងាញ់មាត់ជេរគេម៉ាំងអូបើក្នុង Facebook រងហើយចាក់ទៅបាញ់ចាក់ទៅចាក់មក
chê trẻ trẻ đã cái này chẳng tư vẫn là cái đại cả hai kích đó khoa lá cho mơ ảnh to với mấy nó đôi dựng đột khuôn ai chẳng chẳng bàn bọn xâm đại piêm rung ngọp lại cả mình chọn bia nâng ai bởi dương bạch phương từ bạch phương máu vì ở chế rồi luật tê nếu bọn xâm đại thật cao thạ chia táo bà ra phèo vù nẹ miên xịt ở đây cao hơi chỉ nẹ vì nia ở vì nia đòi chẹ sẽ đáy nâng bởi dương luôn một cái to tên tới bạch bạ bị cua xa bởi quay to thẹ kê tới bong lùi ôi bởi lý ôi kê chân tơ vì nia ha hai bờ trâu miên tầm nẹ tầm nôn ấy hồ xí luôn khné lấy mà rô xí cho mùi khné tới bình vậy ở trâu tới cứ vì nia cổ so là thua khăn khăn nòng lên miền chật bon chật cả tàn nhu ấy cao thôi vì bố cầm hăng nó về từ plán cổ so nó ở hài chẳng chia sở rộp màu vinh cứ dừng trâu miền sở tệ smart đây đầm bày được rẽ xa cầm oi cầm hăng nó về màu sinh thật nó nông chật dừng bà mình chẳng ấy dưới khai từ chia tiết sẽ có bụng ra cùng hăng việc ra ở dương dây chê quay tuột thẹ phương bữa cọ ba cam thẹ nó ruột thẹ bẹt ở xa dương chia tiết sẽ có bà cùng hăng dương mình ai lẹ liệp bán ấy vẫn là thời cả ọp rung khuôn ánh cả chui bị nẹ đợt tây chung quỳnh luôn cả vực hạt chặt ở bàn rưỡi nâng dương đốt khát cái nằm nâng tìm đó dương bàn sra bị cầm hằng hay dương có bàn sọc sra này anh mô tình nè chia bá ruột chân này bên khơi kia bàn chuột cháy tùm lùa bộ xa tô kê tây còn chân này ấy này tới miền ban ấy một giường phòng ban từ này cái chất đất bị đào hái bởi cái đắng thì sọt tiền thì prăng thì che thì miền bồn đưa cái bà bởi giường ót giường prăng tới mình men trăm tới trade all day tái tùm lốp tới này dây lượng thực chất bê thì thứ bàn là chất nẹ của thực chất bồn của bán mất thực hiệp của là tái ba cái bàn đào tụt chật dương cua sừng quê và nật thà cái bàn sang ba phần cam ngày nào muối kê nâng thực tụ phò cam nô vinh khàn dương mình cây oi cho mùi kê tê hói của cái miền ấy trời chân này đài tài của nật vinh chất lõ chất trẻ chất tuân luân chất miên mê ta chất rì rì chất rì o trong cuộc sự đầy sọc rồi bỏ nẹ đến đây chất mình sơi smok smai chất lẹ đạch xà lạ chất ngôn chất chế ọt áo dục dùl chất lịch rương mua mau chất chọn chạm rương lõ rương bột có sò chất kla hàn hiền thực tu rương lõ ở đây mình lõ ở đây chất to su chất phi diêm chất mình cho tranh trong cuộc úp cái sạc chất miền ở đây sinh khâm chất mìnhประกันห่วงให้คลัง
ចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបានអ្នកនឹងបានសេចក្តីសុខច្រើនវិបត្តិផ្លូវចិត្តជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភស្ដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនចំណែនឈ្នាននេះលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរុះរាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចោះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយកុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយ
ប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីកុំយកពាក្យគេមកគិតហើយដេកកើតទុកឡើយរៀនសរសើរពេលឃើញគេធ្វើល្អរៀនទទួលយកការពិតទើបមិនសូវកើតទុកខ្លាំងទម្លាប់នឹកគិតរឿងណាដែលនាំឲ្យរីករាយចិត្តកុំនិយាយដើមគេអីគេដឹងគេស្អប់ហើយមានបាបទៀតប្រឹងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកខឹងតែកុំគុំអីរៀនភ្លេចខ្លះទៅបានសុខជាងបើខឹងកុំគុំរៀនភ្លេចខ្លះទើបមិនសូវមានទុក្ខតម្រូវចិត្តមនុស្សគ្រប់គ្នាមិនបានទេគិតថាល្អធ្វើទៅកុំសូន្យសាញពេកគិតធូរខ្លះទៅល្អិតពេកទៅមុខមិនរួចទេកុំនិយាយដើមគេអីបាបហើយគេស្អប់ទៀតកុំប៉ិនសុំពេកនាំឲ្យបែកមិត្តកុំស្មុគស្មាញពេករឿងណាត្រូវកើតខាត់ក៏មិនបានដែរលំបាកចិត្តពេកទៅដោះអីមិនចេញដដែលដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំចង់ឲ្យតែគេយល់ពីអ្នកត្រូវចេះយល់ពីគេខ្លះផងពូកែប៉ុណ្ណាក៏មិនត្រូវធ្វេសប្រហែសដែរមានស្រឡាញ់មានស្អប់មានជួបមានព្រាត់ជារឿងធម្មតាច្រណែនគេមិនបានអ្វីមកអ្នកទេបានត្រឹមតែក្តៅក្រហាយនិយាយច្រើនតែឥតប្រយោជន៍នៅស្ងៀមប្រសើរជាងហួងហែងច្រើនមានទុក្ខច្រើនសម្រាប់កំហឹងបានទើបរស់នៅបានសុខអ្នកចេះកែខ្លួនចាត់ទុកជាបណ្ឌិតឈ្នះខ្លួនឯងប្រសើរជាងឈ្នះមនុស្សរាប់ពាន់នាក់ស្ដាប់ធម៌នាំឲ្យកើតបញ្ញាជួយដោះស្រាយបញ្ហាជីវិតសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកខឹងច្រើនជីវិតក្តៅក្រហាយច្រើនស្លាប់ទៅយកអ្វីមិនបានទេរៀនធ្វើទានខ្លះទៅមនុស្សខឹងច្រើនជាមនុស្សល្ងង់ព្រោះចូលចិត្តដុតខ្លួនឯងស្រឡាញ់ខ្លាំងពេលព្រាត់
ទុក្ខក៏ខ្លាំងដែរធ្វើជាមនុស្សទឹកកុំធ្វើជាមនុស្សភ្លើងកុំសន្សំរឿងក្តៅក្រហាយពេកខួរក្បាលអ្នកមិនមែនជាធុងសម្រាមទេកុំផ្ញើសេចក្តីសុខលើរបស់ខាងក្រៅទាំងស្រុងពេកប្រយ័ត្នខកចិត្តសាទរពេលគេបានជោគជ័យអ្នកបានបុណ្យផងបានមិត្តភាពផងនរណាក៏មានកំហុសដែរហើយការចាប់កំហុសអ្នកដទៃមិនមែនជាការងារចាំបាច់របស់អ្នកទេគ្មានអ្នកណាបានជោគជ័យដោយខ្វះការតស៊ូឡើយទឹកចិត្តមេត្តាធ្វើឲ្យចិត្តអ្នកត្រជាក់មុនគេរំលឹករឿងនាំឲ្យអ្នករីករាយចិត្តរឿងណាអត់ប្រយោជន៍បោះចោលខ្លះទៅឈឺកាយព្រោះកម្មចាស់ឈឺចិត្តព្រោះមិនចេះអប់រំឲ្យបានល្អបើគេខឹងគេដុតខ្លួនគេហើយបើអ្នកខឹងគេវិញអ្នកក៏ដុតខ្លួនឯងដែរមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេឲ្យបានច្រើនពេលនិយាយស្ដីឲ្យគិតក្រែងចិត្តគេខ្លះផងកុំច្រណែនគេអីគ្មានបានអីផងបានតែក្តៅក្រហាយឥតប្រយោជន៍កុំអុចអាលឲ្យគេឆ្លោះគ្នាបាបណាស់ហើយមានកម្មពៀទៀតជីវិតអ្នកថ្លៃណាស់កុំចំណាយពេលនិយាយដើមគេពេកអត់ប្រយោជន៍ហើយបាបទៀតចង់បានមុខមាត់ហួសហេតុពេកនាំឲ្យគេស្អប់ហើយដឹកនាំគេមិនកើតទេស្រឡាញ់កូនប្រពន្ធកុំភ្លេចឪពុកម្ដាយអ្នកគ្មានអ្នកណាចេះតែធ្វើតាមចិត្តយើងគ្រប់ពេលទេរៀនអត់ធន់ខ្លះទៅបើខុសសុំទោសគេទៅឆាប់ចប់រឿងកុំទឹះច្រើនពេកពិបាកតែខ្លួនឯងខឹងច្រើនឆ្លោះច្រើនចម្រើនទុក្ខបើគិតទៅចេញមាសចេញប្រាក់ចាំគិតឲ្យច្រើនកុំចូលចិត្តរមាស់មាត់និយាយដើមគេពេកបាបហើយមានកម្មពៀទៀតកាប់ប្រឡាយទើបទឹកវាហូរប្រឹងសាងទើបសំណាងកើតកុំចូលចិត្តជន់ជើងគេឯងក្រែងឈរជើងមិនបានយូរបើសរសើរឲ្យគេឮគ្រប់គ្នាបើបន្ទោសរកកន្លែងណាស្ងាត់បើដាស់តឿនគេត្រូវមើលពេលតាំងចិត្តអីល្អហើយនិយាយឲ្យពីរោះស្ដាប់ផង
បើអ្នកចង់សុខត្រូវទម្លាប់គិតរឿងល្អល្អនិយាយរឿងល្អល្អរំលឹករឿងល្អល្អសេពគប់មនុស្សល្អរៀនលើកលែងទោសមើលមនុស្សត្រង់ចំណុចល្អមានមេត្តាកុំចំណែនគេកុំខឹងកុំគុំកុំស្មុគស្មាញពេកកុំស្ដាយក្រោយកុំបារម្ភពេកកុំហួងហែងពេកកុំលោភលន់ពេកកុំប្រកាន់ខ្លួនពេកកុំសូវមើលរឿងក្តៅក្រហាយកុំមើលទោសគេពេកបើឃើញគេធ្វើបានល្អកុំកំណាញ់ពាក្យលើកទឹកចិត្តកុំភ័យពេកអីភ័យពេកទៅបានតែកើតទុក្ខគ្មានដោះអីចេញផងចង់ឲ្យគេគោរពត្រូវចេះគោរពគេមុនកុំសូវនិយាយរឿងមួម៉ៅពេកខាតពេលផងខូចចិត្តផងហើយបាបទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញកុំហូបច្រើនពេកនាំឲ្យឈឺច្រើនខ្ជិលដូចជ្រូកអាយុខ្លីឆាប់ស្លាប់បើមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀតមានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុក្ខពេកកុំរវើរវាយច្រើនពេកគិតមួយណាឲ្យប្រកបជាមួយនឹងទើបមិនសូវស្មុគស្មាញពេលម៉ែឪស្លាប់មិនមែនទាល់តែយំទើបឈ្មោះថាស្រឡាញ់ម៉ែឪទេយកឈ្នះកំហឹងក្នុងចិត្តអ្នកប្រសើរជាងឈ្នះគេដោយកំហឹងរៀនសប្បាយចិត្តនឹងអ្វីដែលអ្នកមានអ្នកនឹងមិនសូវកើតទុក្ខពេកទេជីវិតតែមានបញ្ហាគ្មានអ្នកណាជៀសផុតទេធ្វើទានជួយសង្គ្រោះអ្នកដទៃបានបុណ្យផងបានការស្រឡាញ់រាប់អានផងដាំពូជជាអ្នកមានទ្រព្យសម្បត្តិច្រើនផងទម្លាប់ចិត្តឲ្យគិតរឿងល្អល្អរឿងត្រូវជីវិតមិនសូវមានទុក្ខទេផ្ទះជាជំរកកាយគុណធម៌ទាំងឡាយជាជំរកចិត្តគ្មានអ្នកណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយគុណធម៌នាំមកនៅភាពត្រជាក់ត្រជុំសម្រាប់ខ្លួនអ្នកនិងអ្នកជុំវិញខ្លួនកុំមួម៉ៅនឹងរឿងដែលអ្នកធ្វើមិនកើតអី
ប្រឹងធ្វើរឿងណាដែលអ្នកអាចធ្វើបាន រោគទ្រព្យរោគវិជ្ជាកុំភ្លេចរោគមេរៀនអប់រំចិត្តផងទើបរស់នៅបានសុខកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះទៅទើបធ្វើការជាមួយគ្នាបានយូរកុំទម្លាប់បន្តបង្អាប់គេហើយលើកសរសើរខ្លួនឯងគេមិនចូលចិត្តទេរាប់អានមិត្តភក្តិត្រូវតែហ៊ានលះបង់ខ្លះទើបរាប់អានបានយូរសម្រាប់កំហឹងចោលទើបរស់នៅបានសុខបើខ្ចីហើយសងសឹមឲ្យខ្ចីបើខ្ចីមិនសងទេកុំឲ្យខ្ចីអីមានសទ្ធាប៉ុន្មានឲ្យប៉ុណ្ណឹងទៅពេលគេធ្វើត្រូវចេះសរសើរខ្លះផងកុំប៉ិនតែខាងបន្ទោសពេកទំនុកបំរុងឪពុកម្ដាយអ្នកឲ្យអស់ពីចិត្តទៅកុំចាំពេលគាត់ស្លាប់បានយំមិនប្រសើរទេចេះទទួលខុសខ្លះផងកុំប៉ិនតែខាងចង្អុលមុខគេពេកគេមិនចង់ធ្វើការជាមួយទេវាសនាមនុស្សមិនដូចគ្នាទេគេមិនដូចយើងយើងមិនដូចគេកុំប្រៀបធៀបគ្នាអីទម្លាប់អានស្ដាប់មេរៀនអប់រំចិត្តឲ្យបានច្រើនទើបជីវិតបានសុខកំហឹងដុតបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកដំបូងគេកុំស្ដាយក្រោយអីព្រោះបើស្ដាយទៅក៏កែមិនបានដដែលកុំកើតទុក្ខនឹងរឿងដែលមិនទាន់កើតឡើងពេកអីកុំយកពាក្យគេមកគិតហើយដេកកើតទុក្ខឡើយរៀនសរសើរពេលឃើញគេធ្វើល្អរៀនទទួលយកការពិតទើបមិនសូវកើតទុក្ខខ្លាំងទម្លាប់នឹកគិតរឿងណាដែលនាំឲ្យរីករាយចិត្តកុំនិយាយដើមគេអីគេដឹងគេស្អប់ហើយមានបាបទៀតប្រឹងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេបើខឹងតែកុំគុំអីរៀនភ្លេចខ្លះទើបមិនសូវក្តៅ